សួស្តីអ្នកទាំងអស់គ្នាខ្ញុំឈ្មោះឈុនចម្រើនមកពី Alpha Design and Engineering ថ្ងៃនេះខ្ញុំនឹងបង្រៀនពីរបៀប model hot row column នៅក្នុង Class Structure អញ្ចឹងយើងចូលមក Style តទៅទៀតយើងឃើញមាន column ដល់คลิกរបៀប2ដងដល់ទៀតយើងចូលមកខាង Profile យើងចុចត្រី3ដល់ទៀតអញ្ចឹង Profile របស់យើងមានច្រើនអញ្ចឹងឧទាហរណ៍ថាយើង model ដែក H អញ្ចឹងឧទាហរណ៍ថា section របស់យើង500 200 10 16អញ្ចឹងយើង select វាមកយើងឃើញនេះ property របស់វាយើង apply អូខេតាមទៀតយើង material យើងដូរវាឧទាហរណ៍ថាយើងប្រើ SS 400អញ្ចឹងយើងរើស SS 400នេះ apply អូខេតាមទៀតយើងចាប់ផ្ដើមដាក់ position របស់វាអញ្ចឹងបើធ្វើមកយើង level 00ថប់របស់យើងឧទាហរណ៍យើងដាក់5ម៉ែត្រអូខេយើងចាប់ផ្ដើមមកដែរយើងឧទាហរណ៍មកដែរនៅទីខាង grid លេខ1នេះអញ្ចឹងយើង select លើវាមកយើងអាច rotate លើវាបានឧទាហរណ៍យើងដាក់ rotate មុំ90 modify នេះអញ្ចឹងយើងបាន column របស់យើង provide វា5ម៉ែត្រ